ហើយទីបំផុតអ្នកវិទ្យាសាស្ត្របានរុករកស្រាវជ្រាវគាត់បានផលិតនៅរឿងមនុស្សដែលយកចេញពីក្នុងហ្គេមឲ្យធ្វើមកឃើញល្អមើលអញ្ចឹងកម្មវិធីការប្រយុទ្ធគ្នាស្លាប់ព្រោះគឺបានត្រឡប់មកវិញហើយយើងមាន Mortal Kombat វគ្គ 2 នេះគឺតុំទៅចេញក្តៅហុយនេះចង់បែរថារឿងនេះគឺជារបស់មួយដែលខ្ញុំអត់រំពឹងទុកដោយសារពេលដែលខ្ញុំឃើញ trailer លើកដំបូងខ្ញុំឃើញគេយក Johnny Cage មកធ្វើជាតួឯកខ្ញុំមានអារម្មណ៍ចំអាវគ្គ 2 នេះអាចល្អមើលជាវគ្គ 1ហើយរបស់ដែលខ្ញុំទទួលបានគឺខ្ញុំអត់នឹកស្មានសោះហ្មងចង់បែរថាគុណភាពអាវគ្គ 2 នេះគឺខុសពីអាវគ្គ 1ដូចមេឃហើយដីចឹងអត់មានតែធៀបគ្នាកើតទេបាទអាវគ្គ 1 ហ្នឹងបើសិនយើងអត់ដែរមើលទេមិនបាច់មើលក៏បានដែរនិយាយហ្មងអាវគ្គ 1 ហ្នឹងខ្ញុំវាស់កម្ដៅ50អង្សាហ្នឹងខ្ញុំចិត្តល្អផងចង់បែរថាខ្ញុំអត់ដឹងថាមានអីកើតឡើងទេអាក្នុងវគ្គ 1 ហ្នឹងរឿងចាញ់កាលពីប្រហែលឆ្នាំមុនខ្ញុំភ្លេចអស់ហើយអ្វីដែលខ្ញុំចាំគឺយើងមានកន្លែងដែលល្អមើលជាងគេបំផុតមកក្នុងរឿងទាំងមូលហ្នឹងគឺ10នាទីដំបូងកន្លែងសាច់រឿង Scorpion មួយ Sub-Zero ប្រយុទ្ធគ្នាយើងមានសាច់រឿង Sub-Zero ទៅស្លាប់គ្រួសារ Scorpion ហ្នឹងកន្លែងហ្នឹងល្អមើលកន្លែងហ្នឹងមានយើងមើលរឿងជ្រាបជ្រោចអារម្មណ៍តែដល់ពេលផុតពីហ្នឹងមកគឺចប់ហើយរឿងហ្នឹងយើងមកតាមដានសាច់រឿងអាប៉ែណានៃខូលណាទូអង្គអត់មានក្នុងហ្គេមទេអ្នកតែសេតុំខ្វះក្តាត់មកបានអាប៉ែហ្នឹងហើយយើងមកអង្គុយតាមដានសាច់រឿងអាប៉ែហ្នឹងជាមួយនឹងគ្រួសារប្រពន្ធកូនណានេះអាណាទៅខ្វល់លោកម្ចាស់មិនបានអញមកអង្គុយមើលសាច់រឿងអាប៉ែហ្នឹងបើសិនគេយក Scorpion ឬក៏យក Sub-Zero ឬក៏យកទូអង្គពីក្នុងហ្គេមមកធ្វើទូឯកអាវគ្គ 1 ហ្នឹងគឺអាចនឹងល្អមើលជាងនឹង1000ដងហើយបញ្ហាដែលធំបំផុតនៅក្នុងអាវគ្គ 1 ហ្នឹងគឺរឿងហ្នឹងវាអត់ចេញជាទម្រង់ហ្គេមមករឿងហ្នឹងគឺធ្វើមកសម្រាប់ទស្សនិកជនខ្ញុំមិនដឹងគេធ្វើសម្រាប់ណាគេមើលបើសិនយើងជាប្រិយមិត្តហ្គេមតែមើលហ្នឹងគឺងេមងាមហើយបើសិនយើងមិនមែនជាប្រិយមិត្តហ្គេមទេតែមើលហ្នឹងក៏វាអត់មានមើលដែរដល់អញ្ចឹងរឿងវាអត់ដឹងថាឲ្យណាគេមើលវាអត់មានចេញទម្រង់ដែលថាមើលមកចេញជា Mortal Kombat រឿងហ្នឹងវាអត់មានកន្លែងដែលថាយើងប្រកួតគ្នាប្រយុទ្ធស្លាប់រស់ដើម្បីជួយសង្គ្រោះពិភពលោកនៅក្នុងវាអត់ហ្នឹងវាគ្រាន់តែតួអង្គនៅក្នុងរឿងហ្នឹងមានឈ្មោះដូចតួអង្គនៅក្នុងហ្គេមតែប៉ុណ្្នឹងមិនដែលថាមើលចេញជា Mortal Kombat ខ្ញុំមើលអត់ឃើញទេតែបន្ទាប់មកគេចេញអាវគ្គ 2 នេះគឺគេយកអ្នកសរសេរថ្មីមកអញ្ចឹងគុណភាពរឿងក៏វាប្រែប្រួលទៅតាមហ្នឹងវគ្គ 2 នេះគឺមើលមកចេញ Mortal Kombat យកមកហើយបើសិនយើងជាប្រិយមិត្តហ្គេមបើសិនយើងចូលចិត្តស្រឡាញ់លេងហ្គេមហ្នឹងយើងទៅមើលអាវគ្គ 2 គឺដឹងត្រូវហើយតែតោះរងតែបើសិនយើងអត់ដែរលេងហ្គេមទេយើងអត់ស្គាល់ដល់ Scorpion ហ្នឹងណាគេយើងអត់ដឹងដល់ Sub-Zero ណាគេយើងអត់ដឹងដល់Johnny Cage ណាគេទេខ្ញុំអត់គិតថារឿងហ្នឹងគឺសម្រាប់យើងទេដោយសារអាវគ្គ 2 នេះគឺជារឿងមួយដែលគេធ្វើមកគឺដើម្បីផ្គប់ចិត្តអ្នកលេងហ្គេមមកបើសិនយើងទៅរំពឹងមើលហ្នឹងរងចាំមើលគុណភាពសាច់រឿងដែលល្អមើលមួយយើងមើលទៅជ្រាបជ្រោចអារម្មណ៍មានលក្ខណៈគិតពិចារណាអត់មានទេនៅក្នុងនេះរឿងនេះគឺផ្ដោតលើការសប្បាយសម្រាប់អ្នកលេងហ្គេមតែប៉ុណ្្នឹងហើយទំរង់រឿងហ្នឹងគេធ្វើមកដូចអាពេលយើងអង្គុយលេងសាច់រឿងក្នុងហ្គេមយើងមានកន្លែងវាយគ្នាមួយបន្ទាប់មកទូអង្គនិយាយគ្នាមួយម៉ាត់ពីរម៉ាត់ទៅទៅមក tournament ទៅវាយគ្នាមកវគ្គទៀតចប់មួយវគ្គហ្នឹងចេញមុខទូអង្គនិយាយគ្នាបានពេលព្រោះយើងចូលទៅ tournament មួយទៀតវាអត់តប៉ែច្រើនហើយខ្ញុំគិតថានេះគឺជាអាវុធមុខ2ដោយសារទី1បើយើងគិតលើចំណុចល្អរងថាអូខេវាអត់តប៉ែមើលសាច់យើងចេញពីមួយវគ្គទៅមួយវគ្គទៀតយើងឆាប់បានលេងហ្នឹងទៅយើងឆាប់បានមើលកន្លែងវាយគ្នាទៀតតែរងថាចំណុចអាក្រក់គឺយើងអត់សូវបានស្គាល់ពីតួអង្គទាំងអស់ហ្នឹងហ្មងទេដល់អញ្ចឹងកន្លែងពួកហ្នឹងងាប់គឺយើងអត់ខ្វល់ទេចង់អាណៃងាប់ទៅសំខាន់អញមើលកន្លែងវាយគ្នាល្អមើលអញ្ចឹងបើសិនយើងចូលចិត្តអារបស់អញ្ចឹងខ្ញុំគិតថាវាត្រូវមួយយើងតែបើសិនយើងរងចាំមើលសាច់រឿងដែលល្អមើលអស្ចារ្យមួយគឺអត់មានទេនៅក្នុងនេះបាទនិយាយហើយហ្មងហើយដូចយើងបានឃើញ poster ហ្នឹងអញ្ចឹងតួមកពូជនៅក្នុងហ្នឹងរាប់ក្បាលមកលើមកប្រហែលអ្នកនៅក្នុងហ្នឹងអញ្ចឹងគេអាចមកធ្វើរឿងរយៈពេល2ម៉ោងមកបង្ហាញពីតួអង្គហ្នឹងមួយឲ្យយើងខ្វាយខ្វល់ឲ្យយើងចូលចិត្តការលើកលែងទៅយើងជា James Gunn រឿងនេះបើតាមគំនិតខ្ញុំណាបើគេយកអារឿងដដែលហ្នឹងមកធ្វើជាទម្រង់រឿងភាគហើយគេបែងចែកក្នុងមួយភាគមាន tournament មួយក្នុងមួយភាគមាន tournament មួយអញ្ចឹងគេយកពេលវេលាដែលសល់ហ្នឹងយកទៅបង្ហាញពីតួអង្គនៅក្នុង tournament វគ្គមួយហ្នឹងខ្ញុំគាត់ថាធ្វើមកល្អមើលរឿងនេះប៉ុន្តែគេធ្វើរឿង2ម៉ោងគេធ្វើបានកម្រិតប៉ុណ្ណឹងខ្ញុំគាត់ថាគេធ្វើអស់ពីសមត្ថភាពគេហើយយើងក៏ឆ្ងល់ដែរចំហើយចុះតួអង្គអាប៉ែមួយនៅក្នុងវគ្គមុននោះតួអង្គហ្នឹងមានមុខប្រហែលប្រហែលនាទីនៅក្នុងនេះណោះមានមុខប្រហែលជាអត់ចង់ប្រហែលផ្សាយរឿងទេមានមុខប្រហែលជាប្រហែលនាទីនៅក្នុងហ្នឹងតែប៉ុណ្្នឹងហើយនេះជារឿងដែលល្អមួយដោយសារអត់មានតែគេខ្វល់ពីអាប៉ែហ្នឹងទេបាទបើចេញពីរឿងហ្នឹងកាន់តែឆាប់កាន់តែល្អហើយវគ្គ 2 នេះគឺគេជ្រើសរើសនៅជំរឿដែលត្រូវមួយគឺយើងមាន Johnny Cage ដែលជាតួអង្គឯកនៅក្នុងនឹងយើងមានសាច់រឿង Johnny Cage លើកនេះគឺជាតារាសម្ដែងកាចាស់ជំនាន់ចាស់មួយដែលគេអត់ខ្វល់ដែលហួសសម័យអញ្ចឹងមកគេយកតួចាស់មកហើយយើងមាន Johnny Cage ចាស់
មកប្រយុទ្ធគ្នានៅក្នុងធួនាមិនអ្នកដឹងខ្ចោយលេលើអានឹងមេកាឡើងចុយមិនបានគេចាប់អញមកឡៃហ្នឹងដូចជាវាប្រកាសជារបស់ដែលល្អមើលមួយនៅក្នុងហ្នឹងហើយតួអង្គនៅក្នុងនេះយើងមាន2នាក់ដែលខ្ញុំចូលចិត្តទី1គឺមាន Johnny Cage ហ្នឹងដែលជាអ្នកដែលអូរឿងហ្នឹងឲ្យគុណភាពវាទាញគុណភាពឡើងលើហើយបន្ទាប់មកយើងមាន Kano បាទតួអង្គដែលខ្ញុំចូលចិត្តនៅក្នុងអាវៈមួយនោះតួក៏ប្លែកយល់មែនហើយបន្ទាប់មកតួក្រៅហ្នឹងក៏អត់ខ្វល់ដូចខ្ញុំនិយាយរឿងនេះគឺអត់មានពេលវេលាគ្រប់គ្រាន់ដើម្បីមកបង្ហាញពីតួអង្គមកបងហ្នឹងទេដែលយើងពួកហ្នឹងគាត់ចេញមុខលើកញ្ចក់មកដាក់កន្លែងវាយគ្នាមួយបង្កើតជាចំណីចក្ខុមកឲ្យអ្នកមើលតែប៉ុណ្្នឹងអញ្ចឹងយើងក៏ចង់ដល់ចុះមិនសាច់រឿងនិយាយពីអីនោះអញ្ចឹងសាច់រឿងយើងមាន Kitana ដែលជាតួអង្គសំខាន់មួយនៅក្នុងនគរនៅក្នុងពិភពមួយទៀតដែលត្រូវបានតួអង្គចាត់អក្រក់ធំគឺយើងមាន Shao Kahn មកធ្វើការប្រកួត tournament ហ្នឹងអ្នកដែលឈ្នះ tournament ហ្នឹងគឺកាន់កាប់ពិភពហ្នឹងអញ្ចឹងទៅអញ្ចឹង Kitana ព្យាយាមសងសឹកមួយ Shao Kahn ហ្នឹងហើយចូលមកកាន់កន្លែងប្រយុទ្ធគ្នាកន្លែងវាយគ្នាតែកន្លែង tournament នេះទីបំផុតដោយ Mortal Kombat មាន tournament នៅក្នុងហ្នឹងវ៉ាវពិតជាអស្ចារ្យមែនតើគេទៅរកឃើញហើយចង់ឲ្យដែររឿងហ្នឹងគឺវាយគ្នាពីក្បាលរឿងដល់កតុយរឿងចាប់ពី tournament មួយចូលមួយរហូតហើយកន្លែងវាយគ្នាមួយខ្ញុំគិតថាគេធ្វើបានលយខ្ញុំគិតថាគេកាត់តបានល្អមានអារម្មណ៍ថាដូចដើមទុនច្រើនជាងមុនឬក៏មិនបានរឿងហ្នឹងធ្វើមកល្អចាមុនមើលមកវាចូលភ្នែកជាងចង់បែរតែកន្លែងវាយគ្នាដែលខ្ញុំចូលចិត្តជាងគេបំផុតមកក្នុងរឿងទាំងមូលហ្នឹងគឺយើងមាន Liu Kang វាយគ្នាជាមួយ Kung Lao មែនតួអាស៊ីថតឡៃវាយគ្នាលយមែនតែបើថាតួពួកស្បែកសដូចពួកអាមេរិកដូចជាមិនសូវជាចូលកលៈអីប្រហែលទេគេរៀបក្បាច់វាយលយអាកន្លែង Kung Lao ចាអាពីមួយណាអញភ្លេចឈ្មោះបាត់ហើយ Kung Lao Liu Kang អាមួយណាមួយនេះឈ្មោះអាមួយគប់មួយឈ្មោះគេដល់ Kung Lao មានអាកន្លែងវាយគ្នាយកមកគប់កវាត់ទៅវិញទៅមកហោះទៅវិញទៅមកអាក្បាច់ចេញទៅសើជប់មកវិញដល់ល្អវិញហើយយើងអង្គុយមើលកន្លែងវាយគ្នាមួយគឺបើសិនយើងលេងហ្គេមកន្លែងនៅក្នុងហ្គេមខ្ញុំចូលចិត្តតាំងពីកន្លែងរៀបចំឆាកវាយគ្នាមួយកន្លែងខ្លះគឺយើងមើលមកខ្វះពីក្នុងហ្គេមមកទាំងដលមកហ្មងហើយជាភាសាកន្លែងវាយគ្នាខុងឡាវមូលូខែហ្នឹងបែរក្រោនកប់ស្អីអើយស្អាតចំណុចមួយដែលខ្ញុំស្រឡាញ់ពីកន្លែងវាយគ្នាគឺគេអត់ព្យាយាមធ្វើវាដូចមែនតែនដោយសារពួកនេះចេះវិជាគុណបច្ចេកភ្លើងពីដៃមកមានផ្ទះមានយុទ្ធសាស្ត្រស្អីខ្លះដែរអញពេញកញ្ចក់ហ្នឹងដល់អញ្ចឹងគេធ្វើមកធ្វើមិនឲ្យល្អមើលឲ្យលយជាជាងធ្វើដូចមែនតែនហើយរបស់មួយដែលធ្វើឲ្យខ្ញុំរងចាំមើលគឺខ្ញុំចង់មើល Shang Tsung នៅក្នុងអាវៈក្រោយនេះតែមានមុខបានមិនសូវជាច្រើនទេប្រហែលមានមុខមិនតិចដែរខ្ញុំសង្ឃឹមថាវគ្គ3គឺគេយក Shang Tsung មកធ្វើតួអង្គចិត្តអាក្រក់ធំអញ្ចឹងសរុបមកវិញខ្ញុំគិតថា Mortal Kombat បាក់2នេះគឺជារឿងដែលគ្រាន់បើមួយរឿងដែលល្អមើលបើសិនយើងជាប្រិយមិត្ត game អីខ្ញុំនិយាយមែនណាធ្វើអីក៏ដោយមិនថាធ្វើរឿងឯងយើងត្រូវតែស្វែងយល់ពីទស្សនិកជនរបស់យើងពីអតិថិជនពីម៉ួយរបស់យើងធ្វើអីក៏ដោយគឺត្រូវដឹងថារបស់ហ្នឹងធ្វើសម្រាប់ណាគេដូចរឿងនេះចឹងគឺធ្វើមកសម្រាប់ប្រិយមិត្ត game មិនមែនធ្វើមកសម្រាប់មនុស្សទូទៅមើលទេអញ្ចឹងអ្នកដែលចូលចិត្ត game គឺចូលចិត្តរឿងហ្នឹងអញ្ចឹងវាមានទស្សនិកជនរឿងហ្នឹងហើយបើសិនធៀបគ្នាជាមួយនឹងរឿងដែលយកចេញក្នុង game ផ្សេងទៀតរឿងដែលល្អមើលមួយទៀតគឺយើងមាន Sonic 3ខ្ញុំគិតថាគុណភាពហាក់ផាយគ្នាមកហ្នឹងចឹងយកទៅតាមការសិក្សាស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្រយើងបាយដឹងថា Mortal Kombat 2មានកម្ដៅ80អង្សាបើសិនយើងចូលចិត្ត game តែមើលទៅអត់ខកម្ដងហើយខ្ញុំនឹងទន្ទឹងរង់ចាំមើលគេចេញវគ្គ3បាទជួបគ្នាវីដេអូក្រោយបាយ